សួរសារជំនាញអ្វីខ្លះដែលខ្ញុំប្រើប្រាស់នៅពេលដែលខ្ញុំទៅនៅស្រុកគេពេលដែលទៅសិក្សាបន្តហ្នឹងហើយដែលវាសំខាន់សម្រាប់ខ្ញុំក្នុងការរស់នៅក្នុងបរិបទថ្មីអញ្ចឹងជំនាញទី1គឺភាសាអញ្ចឹងភាសាសំខាន់មែនតើនៅពេលដែលខ្ញុំទៅប្រទេសមួយដែលគេអត់និយាយភាសាដែលខ្ញុំចេះគឺថាភាសាដែលខ្ញុំប្រើគឺភាសាកាយវិការប៉ុន្តែភាសាសំខាន់នៅពេលដែលខ្ញុំទៅប្រទេសដែលខ្ញុំចេះនិយាយភាសាដែលគេនិយាយហ្នឹងភាគច្រើនគឺជួយបានច្រើនមែនតើគឺវាកាត់បន្ថយការវាថាយល់ច្រឡំគ្នាយល់ខុសពីគ្នាកាត់បន្ថយបានច្រើនទី2គឺនៅពេលដែលយើងទៅនៅស្រុកគេយើងម្នាក់ឯងឬក៏ទៅជាមួយក្រុមគ្រួសារក៏ដោយគឺសំខាន់បំផុតគឺចេះគ្រប់គ្រងលុយជាចំណុចទី2ក្រៅពីភាសាព្រោះបើយើងអត់ចេះទេយើងចេះតែចំណាយទៅតាមអ្វីដែលជាជនជាតិដើមគេចំណាយហ្មងយើងដឹងតាខ្សែធនអីបើយើងមានលុយច្រើនអីប៉ុន្តែបើយើងអត់សូវមានលុយទេយើងត្រូវរៀនចេះចាយលុយដូចខ្ញុំអញ្ចឹងដឹងថានៅស្រុកគេរ៉េស្តូរ៉ង់គឺថ្លៃអញ្ចឹងគឺខ្ញុំប្រើជំនាញនៅក្នុងចក្រានបាយដែលខ្ញុំមានប្រហែលទោះជាខ្ញុំធ្វើម្ហូបមិនឆ្ងាញ់ក៏ខ្ញុំធ្វើម្ហូបឲ្យខ្លួនឯងញ៉ាំដែរហើយថែមទាំងធ្វើម្ហូបឲ្យអញ្ជើញមិត្តភ័ក្តិឲ្យមកញ៉ាំដល់ផ្ទះទៀតអញ្ចឹងគឺគ្រប់គ្រងមែនតើទាំងនឹងការទិញសម្ភារៈសិក្សាទិញខោអាវសម្លៀកបំពាក់របស់ប្រើប្រាស់មួយចំនួនគឺខ្ញុំគិតល្អណាស់ខ្ញុំត្រូវតែទិញទៅលើរបស់ដែលខ្ញុំត្រូវការដំបូងមកអស់ហើយបើសិនជានៅសល់លុយតិចតួចគឺខ្ញុំទិញទៅលើអ្វីដែលខ្ញុំចង់បានឬក៏save សម្រាប់ការ traveling អញ្ចឹងហើយជំនាញមួយទៀតដែលយើងត្រូវដឹងហ្នឹងគឺរៀនពីវប្បធម៌និងការរស់នៅរបស់ស្រុកគេព្រោះយើងអាចរស់នៅតែឯងប្រើវប្បធម៌យើងសុទ្ធសាធទៅនៅស្រុកគេគឺយើងត្រូវតែរៀន adapt ទៅនឹង environment ថ្មីរបស់យើងនឹងឯងចំណុចចុងក្រោយបង្អស់មិនត្រឹមតែ environment ថ្មីទេគឺត្រូវ adapt ទៅនឹងការ living នៅក្នុង new situation របស់យើងនឹងតែម្ដងរៀន adapt ហើយយើងគិតថាតើអ្វីដែលយើងអាចរៀនសូត្រពីស្រុកគេហ្នឹងដើម្បីមក apply នៅស្រុកយើងបានវិញអញ្ចឹងខ្ញុំរៀនបានច្រើននិយាយទៅខ្ញុំស្រឡាញ់មួយ hospitality នៅស្រុកគេល្អមែនតើគឺថាទៅដល់ណាគឺគេរាប់អានយើងដល់ហ្នឹងហើយគេបង្កើតនៅ long lasting friendship ហ្នឹងគឺខ្ញុំសប្បាយចិត្តហើយនឹងតែងតែរៀនអាហ្នឹងមក apply នៅស្រុកខ្មែរហើយមួយទៀតគឺចង់និយាយថាគេចេះជួយគ្នាខ្ញុំគិតថាខ្មែរយើងក៏ជួយគ្នាបានច្រើនដែរប៉ុន្តែវាគឺជាចំណុចមួយដែលយើងរៀនបែបជា universal ហ្មងណាវាជា universal lesson ដែលយើងទៅណាក៏យើងឃើញគេមានការជួយគ្នាច្រើនដែរអ្នកខ្លះគេបង្ងើយកន្តើយមែនប៉ុន្តែនៅតែមានលក្ខណៈជួយគ្នាទៅវិញទៅមក Thank you